ក្នុងសារពិសេសពាក់ព័ន្ធនឹងការប៉ះទង្គិចដោយប្រដាប់អាវុធរវាងយោធាខ្មែរនិងថៃនៅតំបន់មុំបីខេត្តព្រះវិហារនៅថ្ងៃទី29ឧសភាលោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានសន្និដ្ឋានថាករណីវិបករបស់ទ័ពថៃលើលែនដ្ឋានកងទ័ពខ្មែរដែលបានបណ្ដាលឲ្យយោធិនខ្មែរម្នាក់ទទួលមរណភាពមិនមែនជាបន្ទាត់នយោបាយរបស់រដ្ឋាភិបាលថៃឬក្រសួងការពារជាតិថៃបច្ចុប្បន្ននោះឡើយបើតាមលោកហ៊ុនសែនហេតុការណ៍នេះអាចបង្កឡើងដោយបុគ្គលឬអង្គភាពថ្នាក់ក្រោមពលមិនដោយករណីនៅវត្តកែវសិក្ខាគិរីស្វរៈកាលពីឆ្នាំ2008នោះទេតែយ៉ាងណានឹងក្នុងស្ថានភាពស្រពិចស្រពិលនៅព្រំដែនពេលនេះលោកហ៊ុនសែនចង់បាននិងចង់ឃើញសភាពការនៅមុំបីវិលត្រឡប់ទៅរកសភាពដើមវិញនិងកុំឲ្យរាលដាលទៅដល់តំបន់ព្រំដែនផ្សេងទៀតជាមួយថៃដែលរួមមាននៅព្រះវិហារប្រាសាទតាមាន់និងនៅប្រាសាទតាក្របីជាដើមទោះជាយ៉ាងនេះក្តីរដ្ឋាភិបាលកម្ពុជាបានចល័តទ័ពនិងអាវុធធុនធ្ងន់ទៅតំបន់មុំបីដែលកំពុងមានចំនួនជាមួយថៃការត្រៀមកម្លាំងទ័ពដើម្បីតតាំងជាមួយភាគីថៃពេលនេះត្រូវបានលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ក្នុងសំណេរលើទំព័រ Facebook របស់លោកនាព្រឹកថ្ងៃទី29ឧសភានេះថាគឺជាការអនុវត្តផែនការបំរុងរបស់កងទ័ពដើម្បីការពារបរណភាពទឹកដីរបស់កម្ពុជាក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើងលោកហ៊ុនម៉ាណែតក៏បានបញ្ជាក់ទៀតថាក្នុងនាមលោកជានាយករដ្ឋមន្ត្រីលោកចេញមុខទទួលខុសត្រូវក្នុងការក្តោបក្តាប់និងគ្រប់គ្រងសភាពការផ្ទុះអាវុធនៅព្រំដែនជាមួយថៃពេលនេះដោយផ្ទាល់ទោះលោកកំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុនក៏ដោយតាមលោកហ៊ុនម៉ាណែតក្នុងករណីធំបែបនេះរាល់ការសម្រេចចិត្តគឺត្រូវទទួលបានការឯកភាពឬទទួលប័ណ្ណបញ្ជាពីរូបលោកក្នុងនោះមានទាំងការចល័តកម្លាំងទ័ពនិងអាវុធទៅព្រំដែនជាដើមនាយករដ្ឋមន្ត្រីកម្ពុជារូបនេះដដែលធ្លាប់បានលើកឡើងនៅក្នុងវេទិកាសាធារណៈកន្លងមកថាកម្ពុជាចង់ឲ្យការដោះស្រាយបញ្ហាព្រំដែនធ្វើឡើងដោយផ្អែកតាមមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិតែលោកក៏មិនភ្លេចបញ្ជាក់ថាកម្ពុជារក្សាសិទ្ធិប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីការពារបរណភាពទឹកដីរបស់ខ្លួនក្នុងករណីមានការព្យាយាមឈ្លានពានឬរំលោភបរណភាពទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធដោយឡែកនៅក្នុងសភាពការផ្ទុះអាវុធនៅព្រំដែនជាមួយថៃពេលនេះលោកហ៊ុនម៉ាណែតបានស្នើកុំឲ្យពលរដ្ឋព្រួយបារម្ភដោយជឿលើព័ត៌មានគ្មានប្រភពនិងត្រូវចូលរួមទប់ស្កាត់កុំឲ្យបញ្ហានេះរីកធំរហូតក្លាយជាចំនួនជាតិសាសន៍បើតាមការដឹងពីលោកហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងថៃនឹងជួបជជែកគ្នានៅល្ងាចថ្ងៃទី29ឧសភាដែលលោកសង្ឃឹមថាជំនួបនេះនឹងអាចទទួលបានលទ្ធផលវិជ្ជមានក្នុងការរក្សាភាពស្ងប់ស្ងាត់និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរនៅក្នុងប្រទេសថៃនោះវិញនឹងបើតាមព័ត៌មានរបស់កាសែត Thai Nation នាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានស៊ីណូវ៉ាត់បានអះអាងនៅថ្ងៃទី28ឧសភាថាលោកស្រីបានតាក់ទងភ្លាមទៅកាន់ក្រសួងការពារជាតិថៃនិងបាននិយាយតាមទូរស័ព្ទជាមួយលោកហ៊ុនម៉ាណែតអំពីហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនចុងបូកឬក៏មុំបីតាម The Nation ភាគីថៃនិងកម្ពុជាបានយល់អំពីស្ថានភាពនិងកំពុងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាឲ្យបានឆាប់សូមរំលឹកថានៅព្រឹកថ្ងៃទី28ឧសភាមានហេតុការណ៍ផ្ទុះអាវុធរវាងទាហានខ្មែរនិងថៃនៅភូមិដៃជោមរកតឃុំមរកតស្រុកជាំខ្សានខេត្តព្រះវិហារក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយអះអាងថាទាហានថៃបានបាញ់ប្រហារមុនទៅលើលែនដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយដោយបានបណ្ដាលឲ្យបាត់បង់ជីវិតកងទ័ពខ្មែរម្នាក់ឈ្មោះសួនរ៉ោនមានស័ក្តិជាព្រិនតបាលឯកចំពោះក្រសួងការពារជាតិកម្ពុជាការប៉ះទង្គិចលើកនេះមិនមែនជាជំរឿនចង់បានរបស់កម្ពុជាហើយកម្ពុជានឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃក្នុងការស្វែងរកដំណោះស្រាយរួមមួយដើម្បីឲ្យស្ថានភាពវិលត្រឡប់ដូចដើមវិញឲ្យបានឆាប់រហ័សនិងបង្ការកុំឲ្យស្ថានភាពនេះកើតឡើងសារជាថ្មីម្ដងទៀត